การលក់ដូរគ្រឿងសព្វាវុធនៅលើពិភពលោកមិនខុសពីអ្វីការទិញលក់ទំនិញនៅតាមទីផ្សារដូច្នោះដែរអ្នកណាមានលុយទេនឹងក្លាយជាម្ចាស់របស់វាដោយក្នុងករណីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងលក់យន្តហោះចម្បាំងមកឲ្យថៃគ្មានច្បាប់ណាមកហាមឃាត់បានទេអ្វីដែលសំខាន់អ្នកយកទៅប្រើប្រាស់បន្តនោះយកទៅប្រើប្រាស់ក្នុងផ្លូវល្អឬផ្លូវអាក្រក់តែប៉ុណ្ណោះរាល់ថ្ងៃនេះកងទ័ពថៃពួកវាជាអ្នកប្រើក្នុងផ្លូវខុសមកទម្លាក់គ្រាប់បែកលើកម្ពុជាយើងជាធម្មតាអ្នកលក់បើលក់ទំនិញចេញទៅហើយគឺមិនអាចមកដាក់បន្ទុកលើអតិថិជនឲ្យធ្វើតាមការចង់បានរបស់គេបានវិញទាំងស្រុងនោះទេចូលកុំភ្លេចថាជារៀងរាល់ឆ្នាំប្រទេសកូរ៉េខាងត្បូងបានផ្ដល់ការងារដល់ពលករខ្មែរយើងជាច្រើនដើម្បីប្រកបការងារចិញ្ចឹមជីវិតប្រចាំថ្ងៃហើយចំពោះសហរដ្ឋអាមេរិករឹតតែសំខាន់ពលសហរដ្ឋអាមេរិកគឺជាតួអង្គដ៏សំខាន់ខ្លាំងណាស់ក្នុងការស្វែងរកសុខសន្តិភាពដល់ប្រទេសកម្ពុជាយើងនាពេលកន្លងមកខ្ញុំសូមគោរពពុកម៉ែបងប្អូនខ្មែរយើងបង្កើនការប្រុងប្រយ័ត្នរាល់គ្រប់រូបភាពនិងពាក្យសម្ដីទាំងអស់អំពីការសរសេរពាក្យពេចន៍ទាំងឡាយណាដែលនឹងអាចធ្វើឲ្យប្រទេសយើងអាប់អោនកិត្តិយសជាយថាហេតុបានគ្រប់ពេលវេលាប្រភពពីស្មីផងដែរតកតងទៅនឹងព័ត៌មានចែករំលែកថ្ងៃនេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា